តោះសួស្តីបងប្អូនទាំងអស់គ្នាមានបងប្អូនខ្លះគឺអត់ទាន់ចេះចែកលេខសូម្បីតែលេខតំណាងចែកមានត្រឹមតែមួយខ្ទង់ក៏អត់ចេះអញ្ចឹងលោកគ្រូបានធ្វើប្រមាណវិធីចែកនេះដើម្បីជាជំនួយដល់បងប្អូនដែលមិនទាន់ចេះចែកតោះឥឡូវយើងចាប់ផ្ដើម4368យើងចែកជាមួយនឹង8យើងមើលចំនួនខ្ទង់ខាងនេះតើយើងត្រូវការកាត់ខ្ទង់ដំបូងយើងត្រូវការកាត់ខ្ទង់មួយដំណាក់កាលដើម្បីចែកជាមួយនឹងតួចែកលេខ8ប្រសិនបើយើងកាត់លេខត្រឹមតែមួយខ្ទង់គឺយើងមិនអាចចែកជាមួយនឹង8បានទេយើងធ្វើយ៉ាងម៉េចឲ្យតំណាងចែកយើងនេះមានលេខធំជាងតួចែកអញ្ចឹងប្រសិនបើយើងកាត់ត្រឹម4មានន័យថាវាតូចជាងតួចែកអញ្ចឹងយើងត្រូវកាត់យក2ខ្ទង់កាត់យក2ខ្ទង់បងអូនទៅសូត្រមេ8តើ8នេះមានប្រមាណដងទើបស្មើនឹង43បើយើងដាក់5ដង8 5ដងវា40អញ្ចឹងយើងអាចដាក់បានទេចុះបើយើងដាក់4យើងដាក់4សិនមក8 4ដង32ប្រសិនបើយើងយកទៅសង43វានៅសល់ច្រើនអញ្ចឹងបងអូនត្រូវដាក់5អញ្ចឹង8 5ដង40បងអូនយកមកប្រើពាក្យសង8 5ដង40បងអូនសង43មានន័យថាយើងសងបានតែ40ទេយើងនៅ3ទៀតអញ្ចឹងយើងនៅសល់3 8 5ដង40សង43នេះនៅសល់3បងអូនត្រូវធ្វើការទម្លាក់លេខ6ទៀតអញ្ចឹងវាស្មើនឹង36ចែកនឹង8យើងដាក់បានប្រមាណសូត្រមេ8មក8 4ដង32ចុះបើយើងដាក់5ដង8 5ដង40អញ្ចឹង40វាលើសនេះព្រោះនេះមានតែ36ទេបើយើងដាក់8 5ដងទៀតវា40អញ្ចឹងយើងដាក់ធ្វើតែ4ទេ8 4ដង32បងអូនយកមកសងនឹង36នេះអញ្ចឹងនៅសល់ប្រមាណ8 4ដង32សង36វានៅសល់4បាទបន្ទាប់មកបងអូនធ្វើការទម្លាក់លេខ8ទៀតទម្លាក់ឲ្យស្មើនឹងនេះមកបាទអញ្ចឹងយើងបាន48ចែកជាមួយនឹង8អញ្ចឹងយើងដាក់បានប្រមាណយើងសូត្រមេ8មក8 5ដង40ចុះបើយើងដាក់8 6ដង8 6ដងប្រមាណ48អញ្ចឹងយើងអាចទូទាត់គ្នាអស់អញ្ចឹងយើងដាក់8 6ដង8 6ដង48បងអូនយកមកធ្វើការសងជាមួយ48នេះអញ្ចឹងសំណល់សល់0 4368យើងចែកឲ្យ8យើងបានផលចែកគឺ546ឯសំណល់គឺសល់0បាទសូមអរគុណការតាមដានជួបគ្នាវីដេអូដែលមានប្រមាណវិធីតួចែកនេះគឺ2ខ្ទង់